ออกเนี่ยថ្ងៃនេះខ្ញុំចូលបង្ហាញអ្នកនរគ្នាពីរបៀបដាក់ online visitor code នេះរូបមួយនេះជាងដើម្បីដាក់ online visitor code នេះបានយើងចូលទៅរកកូដនេះតាមរយៈwebsite យើងវាយពាក្យ who's នេះdot among dot us ហើយបន្ទាប់មកចុច enter ទៅយើងចូលទៅកាន់គេហទំព័រមួយដែលផ្ដល់កូដបែបនេះឲ្យយើងនេះកូដ online visitor នេះយើងចង់បានកូដមួយនេះយើងចូលទៅកន្លែង gallery នេះបន្ទាប់មកវានឹងបង្ហាញរូបរាងផ្សេងដែលយើងអាចជ្រើសរើសបានដូចជាបើយើងចង់ copy យកមួយនេះក៏បានយើងចង់យកផ្សេងដែលតូចទេឬក៏យើងយកមួយនេះប៉ុន្តែយូរទៅគេច្រើនប្រើមួយនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបប្រើកូដមួយនេះប៉ុន្តែខ្ញុំចង់ដាក់វានៅផ្នែកខាងស្ដាំដាក់ចុងកណ្ដាលនេះកន្លែងនេះហើយមួយនេះអញ្ចឹងនៅពេលដែលយើងចុចលើវាអញ្ចឹងរួចហើយយើងចុចកន្លែងនេះមកដើម្បី copy code click here to keyboard អញ្ចឹងយើងយកកូដរបស់យើងមកហាស់ទុកក្នុង notepad++ សិនមក notepad សិនមកណាអញ្ចឹងយើងចូលទៅកាន់គេហទំព័រ blog របស់យើងនេះមកយើងចូលទៅកាន់ផ្នែកខាងក្រោមហើយយើងចូលទៅកាន់កូដនេះ HTML ទៅមកយកពាក្យ edit HTML នេះចូល proceed ទៅមកយើងស្វែងរកពាក្យយើងចុច control F មកយើងវាយបើក slash ទៅមកយើងវាយពាក្យ head នេះមានថាបិទ head នេះអញ្ចឹងយើងដាក់វាកន្លែងនេះ enter មកក្រោមមកយើងផាសកូដនឹងកន្លែងនេះមកនេះកូដវានេះហើយរួចរាល់ហើយយើងចាប់ផ្ដើមធ្វើការ save វាអញ្ចឹងមានថាយើងដាក់ចន្លោះពី head ហើយនឹង body យើងចុច save លើវាមកជាការស្រេចរងចាំឲ្យវាដល់ចប់សិនទៅមកយើងចូលទៅ reload ផ្នែកខាងមុខនេះចប់សពគ្រប់ហើយយើងអាចបិទវាបានយើងចូលទៅ review ផ្នែកខាងមុខនេះ view vlog នេះចាំវាបន្តិចដោយសារអ៊ីនធឺណិតដែរយឺតចាំបន្តិចទៀតអ៊ីនធឺណិតយើងដែរយឺតយើងអាចបិទនេះសិនក៏បានដែរព្រោះយើងបាន copy code រួចហើយនេះយើងបិទសិនមកកុំឲ្យអ៊ីនធឺណិតយើងដែរយឺតពេករងចាំបន្តិចទៀតបិទមួយទៀតដើម្បីឲ្យសល់តិចនៅវល់ខ្ញាល់នៅឡើយទេទៅដល់ស្រួលទេយើងអាចបិទនេះចោលមួយឬក៏កម្មវិធីនេះវាចង់ error យើងបិទនេះចោល
ចោលយើងបើកច្រើនពេកនេះកូដរបស់យើងគឺបង្ហាញហើយមួយនេះអ៊ីនធឺណិតហាក់ដូចជាតឹងណាស់ហាត់ពេលយើងជាយើងបើកវាសារថ្មីអ៊ីនធឺណិតដែរយឺតណាស់ខ្ញុំរងចាំបន្តិចតឹងអស់ទៅហើយអ៊ីនធឺណិតស្មើនេះបើកសារថ្មីដល់វាចេញច្រើនដំណោះ3 4ជាងយើងវាយពាក្យខ្មែរ res.blogspot.com មករងចាំវាបន្តិចដោយសារវាដែរយឺតនេះដោយអ្វីដែលយើងបានធ្វើហើយនេះជា online visitor code ដែលយើងបានដាក់មិញអញ្ចឹងសូមអរគុណចំពោះការទស្សនាមេរៀនដែលអំពីការដាក់visitor online